ចូលវិញឈប់ក៏ដូចជាផ្លាស់ប្ដូរជាបន្តជាមួយនឹងសកម្មភាពមួយចំនួនដែលបំផ្លាញទៅលើរាងកាយក៏ដូចជាអវយវៈរបស់មនុស្សយើងមកទល់ខ្លួនរឿងទី1គឺការដែលបងប្អូនចូលចិត្តទទួលទានអាហារដែលមានរសជាតិផ្អែមនិងការចូលគេងយប់ជ្រៅការដែលមនុស្សយើងចូលគេងយប់ជ្រៅហើយទទួលទាននៅប្រភេទអាហារផ្អែមវាបំផ្លាញសរីរាង្គប្រព័ន្ធខួរក្បាលការចងចាំបងប្អូនចាប់ផ្ដើមចុកខ្សោយងាយនឹងមានបញ្ហាភ្លេចភ្លាំងហើយធ្វើឲ្យបងប្អូនមានបញ្ហាតាក់ទងជាមួយនឹងការដែលងាយពុកធ្មេញមែនទែនសកម្មភាពទី2ការដែលបងប្អូនទាំងអស់គ្នាទទួលទាននៅប្រភេទអាហារដែលសម្បូរទៅដោយខ្លាញ់ច្រើនវាបង្កឲ្យបងប្អូនមានបញ្ហាពាក់ព័ន្ធជាមួយនឹងសុខភាពបេះដូងពិបាកនៅក្នុងការធ្វើការជាងមុនហើយបង្កឲ្យបងប្អូនមានបញ្ហាខ្លាញ់រោមបេះដូងសកម្មភាពទី3ការដែលបងប្អូនទាំងអស់គ្នាចូលចិត្តទទួលទានជាតិអាល់កុលច្រើនឬក៏ញ៉ាំជាមួយនឹងអាហារដែលប្រើខ្លាញ់ហ្នឹងវាបង្កឲ្យបងប្អូនមានបញ្ហាពាក់ព័ន្ធជាមួយនឹងសុខភាពថ្លើមទៅជាបង្កឲ្យថ្លើមបងប្អូនមានបញ្ហាជាតិពុលកាន់តែខ្លាំងរីឯសកម្មភាពទី4នោះគឺពាក់ព័ន្ធជាមួយនឹងក្រពះការដែលបងប្អូនទទួលទាននៅប្រភេទអាហារដែលហឹរហើយចូលចិត្តញ៉ាំអាហារយប់ជ្រៅមែនតើនឹងបង្កឲ្យក្រពះបងប្អូនពិបាកក្នុងការធ្វើការហើយមានបញ្ហាកាន់តែធ្ងន់ធ្ងរមែនតើពាក់ព័ន្ធជាមួយនឹងសកម្មភាពទី5វិញគឺតាក់ទងជាមួយនឹងពោះវៀនរបស់មនុស្សយើងត្រូវការប្រភេទអាហារកាកសរសៃ fiber ជាពិសេសគឺពពុះបន្លែបៃតងហ្នឹងជាយាមញ៉ាំឲ្យបានច្រើនគួរតែបញ្ឈប់ក៏ដូចជាកាត់បន្ថយនៅប្រភេទអាហារកែច្នៃគ្រប់ប្រភេទដែលវាបង្កឲ្យពោះវៀនបងប្អូនពិបាកនៅក្នុងការធ្វើការហើយងាយនឹងមានបញ្ហាធ្ងន់ធ្ងរកើតឡើងរីឯសកម្មភាពទី6ចុងក្រោយវិញនៅពេលដែលមនុស្សយើងភ្លេចញ៉ាំទឹកឬក៏ញ៉ាំទឹកបានតិចវាបង្កឲ្យរាងកាយទាំងមូលមកទល់ខ្លួនបងប្អូនចាប់ផ្ដើមមានបញ្ហាជាពិសេសគឺសុខភាពប្រងលោមធ្វើការងារកាន់តែធ្ងន់ធ្ងរមែនទែនសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់សុខភាពគួរតែបញ្ឈប់ក៏ដូចជាកាត់បន្ថយនៅទម្លាប់ទាំង6ចំណុចដែលរូបសម្បត្តិបានចែករំលែកហើយកុំភ្លេចជួយចុច share ចែករំលែកវីដេអូនេះម្នាក់មួយផង